ចូលដើមខែ6នេះគឺជារដូវវស្សាហើយបងហើយជាអ្នកសម្អាងក៏ដូចជាមេជាងដូចជីណូគឺប្រកាសជាងវើរោងហ្នឹងមែនទេបងគឺជីណូនៅរោងមួយអញ្ចឹងបងទាំងអស់គ្នានៅរោងច្រើនអត់អាចខមមិនប្រាប់ជីណូនៅផ្នែកខាងក្រោមបានណាអញ្ចឹងងាកមកការងារជីណូថ្ងៃនេះវិញគឺថាមុខកូនកំមុំរបស់ជីណូគឺគាត់កំពុងតែស្ថិតនៅក្នុងការព្យាបាលស្នាមមុនណាបងគឺថាមុខរបស់គាត់គឺមានមុននឹងស្នាមច្រើនខ្លាំងមែនទែនបងដែលមើលអត់ទាន់អាចត្រឡប់ទៅមើលការដើមវីដេអូវិញគឺថាមុខរបស់គាត់មុន make up គឺគាត់មុខរបស់គាត់មានស្នាមមុនហើយក៏ដូចជាស្នាមមុននឹងសិតតែមុនក្បាលខ្មៅបងហើយមុខរបស់គាត់ស្ថិតនៅក្នុងការព្យាបាលអញ្ចឹងបងដែលមានបញ្ហាដូចកូនកំមុំគាត់ប្រកាសជាដឹងច្បាស់ហើយថាមុខរបស់គាត់រយៈពេលដែលកំពុងព្យាបាលហ្នឹងគឺស្បែកមុខប្រកាសជាស្ងួតប្រើផលិតផលល្អប៉ុណ្ណាក៏លាបអត់ចូលដែរអញ្ចឹងហើយឡើយដល់ថ្នាក់ម្សៅទំនាប់ឬមួយក៏ប្រភេទម្សៅគ្រឿង make up សំបីតែប្រភេទ skin care ដែលជាលេការពារកម្ដៅថ្ងៃហ្នឹងក៏លាបលើស្បែកមុខសឹងតែមិនចូលអងគឺក្រាំងនៅលើស្បែកមុខតែម្ដងតែក៏បំបោះយើងមិនដែរបងពេលមុន make up និងក្រោយការ make up តើបងជីណូបាន make up ឲ្យគាត់ហ្នឹងប្របាត់ស្នាមបានប៉ុន្មាន%ដែរបងឡើងដូចដូរមនុស្សថ្មីហ្មងណាអញ្ចឹងបងណាខ្លះដែលបានទៅញ៉ាំការកូនកំមុំរបស់យើងបងអាចចូល comment បានថាមុខរបស់កូនកំមុំរបស់យើងនៅផ្នែកខាងក្រៅក៏ដូចជាក្នុងវីដេអូបងជីណូតើមានភាពស្រស់ស្អាតដូចគ្នាដែរទេកុំឲ្យថាបងជីណូនៅក្នុងវីដេអូឡើងស្អាតនៅក្រៅអត់បានស្អាតអញ្ចឹងគឺអត់ទេបងអាចចូល comment នៅផ្នែកខាងក្រោមបានណាបញ្ជាក់មើលបងណាខ្លះដែលបានជួបកូនកំមុំរបស់យើងនៅផ្នែកខាងក្រៅបងអាច recommend ប្រាប់ជីណូផងថារបស់កូនកំមុំរបស់យើងផ្នែកខាងក្រៅមានភាព smooth ស្អាតដូចនៅក្នុងវីដេអូហ្នឹងដែរទេបងអញ្ចឹងដូចបងជីណូធ្លាប់ប្រាប់ក្នុងវីដេអូមុនកន្លងមកហើយជាច្រើនបងកុំបារម្ភចំពោះអ្នកមានមុខស្នាមមុនឬមួយក៏មុខបងកំពុងតែស្ថិតនៅក្នុងការព្យាបាលឬមួយក៏យ៉ាងម៉េចបងកុំភ័យថាមុខរបស់គេស្អាតស្រាប់ខ្ញុំអត់ស្អាតខ្ញុំកំពុងតែព្យាបាលមុខខ្ញុំមានមុនណាបងខ្ញុំខ្មៅខ្ញុំអីខ្លាច make up ទៅអត់ស្អាតដូចគេបងកុំបារម្ភឲ្យសោះបងគ្រាន់តែធ្វើការកក់ជីណូនឹងរៀបចំជាមួយនឹង concept make up ឲ្យស៊ីជាមួយនឹងទម្រង់មុខបងក៏ដូចជាក្រុមការងារសម្អាងគាត់ដាក់សម្លៀកបំពាក់ទៅឲ្យស៊ីជាមួយនឹងពណ៌សម្បុររបស់បងអញ្ចឹងបងនឹងកូនកំមុំគ្រប់រូបប្រកាសជាមានភាពស្រស់ស្អាតនិងលេចធ្លោខ្លាំងនៅក្នុងថ្ងៃពិសេសហើយជាចុងក្រោយអរគុណបងសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបជីណូនៅក្នុងវីដេអូក្រោយទៀតអរគុណបង